ចំពោះវិទ្យាល័យសម្ដេចឪបានតាក់ទងទៅខាន់គម្រោងដើម្បីយើងទាំងអស់គ្នាជំរាបសួរនាងខ្ញុំឈ្មោះម៉ូតសាយជាអ្នកធ្វើការនៅក្នុងគម្រោងដើម្បីយើងទាំងអស់គ្នាខាងស៊ីសៀនគេចាប់អារម្មណ៍តាក់ទងនឹង hydroponic ប៉ុន្តែពួកគាត់រាំងស្ទើរនៅបច្ចេកទេសគាត់គម្រោងដើម្បីយើងទាំងអស់គ្នាហើយបន្ទាប់មកខ្ញុំបានតាក់ទងម្ចាស់សូមជាសម្ភារៈនិងបច្ចេកទេសដើម្បីយើងទាំងអស់គ្នានឹងធ្វើការចុះទៅ visit ដូច្នេះហើយពួកយើងក៏បាននិយាយគ្នាអំពីការដាំដុះ hydroponic ដាំដុះដោយរបៀបណាគឺតាក់ទងនឹងផ្នែកវិស័យកសិកម្មផ្ទាល់តែម្ដងចំពោះការយកគ្រាប់ពូជមុននឹងមកដាក់នៅក្នុងប័កនេះគឺកូនសិស្សធ្វើការលាយជីហ្នឹងគេហៅប្រភេទជី AB តម្រូវឲ្យសិស្សយកប្រភេទជីនីមួយទៅលាយគឺយើងត្រូវតែបដោះនៅក្នុងអេប៉ុងសិនហើយគ្រាប់ដែលបដោះហ្នឹងគឺយើងមានដូចជាគ្រាប់សាឡាត់បន្ទាប់ពីយើងយកគ្រាប់ទៅដាក់នៅក្នុងអេប៉ុងរួចហើយគឺយើងចំណាយពេលរយៈពេល3ថ្ងៃសម្រាប់មើលការឃ្លុំវាទុកនៅក្នុងកន្លែងម្លប់ដើម្បីឲ្យវាមានការលូតលាស់អស់រយៈពេលខ្ទង់1សប្តាហ៍ចំពោះកម្រងដើម្បីយើងទាំងអស់គ្នាបានផ្ដល់ជូននៅឲ្យបន្លែលើទឹកនេះមកកាន់សាលាសម្ដេចឪនឹងជីចែកទេសហើយជាមួយនឹងប្រព័ន្ធសាច់ខាងលើបាទគម្រោងនេះបានចំណាយទៅលើសម្ភារៈបច្ចេកទេសនិងការឲ្យថ្លៃជាងដែលគាត់មកដំឡើងនៅសាលាយើងចំណាយប៉ុណ្ណឹងនឹងក្របពូជដែលគម្រោងបានផ្ដល់ឲ្យមានសាលាមានធនធានសាច់ថ្លៃទឹកថ្លៃភ្លើងដែលវាគឺជាមុខជំនាញមួយដែលសំខាន់សម្រាប់ពួកខ្ញុំនៅពេលអនាគតដែលវាអាចជួយឲ្យពួកខ្ញុំអាចដាំដំណាំបន្ថែមដោយខ្លួនឯងអាចចិញ្ចឹមជីវិតដោយខ្លួនឯងក៏ដូចជាបានចូលទៅស្និទ្ធស្នាលកាន់តែខ្លាំងជាងគឺជាកសិកម្មមួយយ៉ាងដែលយើងអាចដាំវាដោយមិនប្រើប្រាស់ដីបានហើយការប្រើប្រាស់នៅជីជាសារធាតុចិញ្ចឹមទៅបានដោយរបៀបណានិងវាអាចជួយកាត់បន្ថយការប្រើប្រាស់ដីក៏ដូចជាកាត់បន្ថយការប្រើប្រាស់ទឹកចំពោះអត្ថប្រយោជន៍ hydroponic គឺវាងាយស្រួលជាងលើដីបន្តិចត្រង់ hydroponic គឺយើងចំណាយទឹកតិចចង់បង្ហាញទៅសហគមន៍ឬអាណាព្យាបាលរបស់ពួកគាត់បានឃើញថាសាលានឹងមានបច្ចេកទេសថ្មីសម្រាប់ឲ្យសិស្សានុសិស្សអនុវត្តបងឬកន្លែងពិសោធន៍របស់សិស្សនិស្សិតឬក្រុមហ៊ុនអង្គការខ្ញុំបាទសូមអរគុណដល់គម្រោងដើម្បីយើងទាំងអស់គ្នាទទួលបានជោគជ័យគ្រប់ភារកិច្ចសូមអរគុណសម្រាប់បងប្អូនដែលនៅក្នុងប្រទេសកម្ពុជាឬក៏សាលាដែលនៅក្នុងប្រទេសកម្ពុជាដែលពួកគាត់មិនទាន់យល់ពីផ្នែកកសិកម្មពិសេសគឺបន្លែ hydroponic ពួកគាត់អាចធ្វើការមក visit មកទស្សនានៅក្នុងគម្រោងយើងក៏បាន